ធ្វើស្អីហ្នឹងចង់ឲ្យមានគ្រាន់តែមកដល់ជីវិតអាណាព្យាបាលឯងហ៊ានធ្វើបាបចៅប្រុសខ្ញុំចៅលោកស្រីរៀបនឹងធ្វើឲ្យមនុស្សស្លាប់ហើយខ្ញុំមិននឹងការលេងសើចនឹងជីវិតម៉ែប្រឡប់កូនដល់ថ្នាក់នឹងផងសុំទោសគេភ្លាមកិរិយាស្អីហ្នឹងតោះថ្ងៃនេះខ្ញុំត្រូវតែប្រដៅកន្លែងនៅឲ្យស្ងៀមនៅទីនេះទេខ្ញុំមិនទៅទេខ្ញុំចង់លេងបងបីខែឲ្យវាស្គាល់លំបាកខ្លះលុយនេះខ្ញុំទទួលយកហើយដើមឡើយគិតថាឲ្យវាមកពិសោធន៍ជីវិតលំបាកនៅតំបន់3ខែក្រោយមកកូនថតទម្ងន់130គីឡូបែរជាប្រែប្រួលដល់ថ្នាក់នេះមិនអាក្រក់ទេចុះមកអូយដឹងហើយចាំបាច់កាច់ម្លេះឡាននេះតូចពេកហើយលោកគឺជាលូស៊ីវៀនមែនទេបាទខ្ញុំនាមត្រកូលស៊ូលីហៅនៅកន្លែងលោកអាចគ្រប់គ្រងក្មេងបានទេកន្លែងខ្ញុំមិនមែនជាមណ្ឌលកុមារកំព្រាឬកន្លែងផ្ញើកូនទេខ្ញុំដឹងក្នុងនេះមាន1សែនយន់ជាប្រាក់កករយៈពេល3ខែខ្ញុំមានសំណូមពរតែមួយគត់គឺឲ្យវាស្រកទម្ងន់50ខ្ញុំនឹងឲ្យ2សែនយន់បន្ថែមទៀតសរុប3សែនយន់ឲ្យវាស្គាល់លំបាកខ្លះស្គាល់ថាអ្វីជាជីវិតនេះត្រូវបានជីដូនវាស្រឡាញ់ធ្នមរហូតខូចអស់ហើយគ្មានកោតក្រែងអ្នកណាវាជាអ្នកបម្រើនៅសាលាតាំងជាមួយគ្រូបាយមួយពេលស៊ីស្មើចំណុះ5នាក់ថត់រហូតដល់ស្ទើរតែមិនរួចទៅហើយចំនួនគ្មានពេលគ្រប់គ្រងទេលុយមិនមែនជាបញ្ហាទេឲ្យតែលោកអាចកែប្រែវាឲ្យក្លាយជាមនុស្សម្នាក់ថ្មីបានលុយនេះខ្ញុំទទួលហើយម៉ែធ្វើស្អីហ្នឹងខ្ញុំមិននៅកន្លែងកញ្ចាស់នេះទេគ្មានកង្ហាគ្មានម៉ាស៊ីនត្រជាក់ម៉ែចង់ឲ្យខ្ញុំស្លាប់រយៈពេល3ខែនេះឯងត្រូវតែនៅទីនេះខ្ញុំបានបង្កកាត់ទាំងអស់របស់ឯងហើយផ្ដាច់លុយចាយវាទាំងអស់ឯងចង់ចេញទៅក៏បានតែគ្មានបានលុយសំបីតែ1សេនពីខ្ញុំឡើយលោកម្ចាស់លូខ្ញុំប្រគល់មនុស្សឲ្យលោកហើយមិនបាច់យកមុខខ្ញុំទេត្រូវជេរឲ្យតែមិនស្លាប់មនុស្សស្រេចលើលោកចាត់ការចោះណែម៉ែខ្ញុំឲ្យលុយលោកប៉ុន្មានខ្ញុំឲ្យ2ដងឥឡូវលោកបើកឡានជូនខ្ញុំត្រឡប់ទៅទីក្រុងវិញភ្លាមអូខេយកដល់ប្រាក់ដែលម៉ែខ្ញុំជួលលោកត្រជាក់មកឲ្យខ្ញុំ1 10សិនមកឆារសជាតិ5ទៅធ្វើបាយម្ហូបសាច់ធំ2ម្ហូបសាច់តូច2និងបន្លែ1ផ្ទះបាយនៅខាងនោះលឿនឡើងខ្ញុំឃ្លានហើយចង់ហូបអីធ្វើដោយខ្លួនឯងថាស្អីធ្វើខ្លួនឯងលោកឲ្យខ្ញុំធ្វើខ្លួនឯងលោកដឹងទេថាខ្ញុំជានរណាគាត់ឲ្យលុយលោកគឺដើម្បីឲ្យលោកមកបម្រើឯងឲ្យលុយគឺឲ្យខ្ញុំមកគ្រប់គ្រងឯងមិនមែនឲ្យមកបម្រើឯងទេទី2ចាប់តាំងពីឯងឈានជើងចូលទីធ្លានេះត្រូវតែគោរពច្បាប់របស់ខ្ញុំទី3ក្នុងច្បាប់របស់ខ្ញុំគ្មានពាក្យថាអ្នកបម្រើនោះទេច្បាប់ចាំខ្ញុំប្រាប់លោកឲ្យដឹងថាស្អីទៅជាច្បាប់លុយគឺជាច្បាប់ឥឡូវនេះភ្លាមទៅធ្វើបាយឲ្យខ្ញុំហូបភ្លាមនៅកន្លែងខ្ញុំលុយមិនមែនជាច្បាប់ទេគឺខ្ញុំទៅជាច្បាប់មានតែប៉ុណ្ណឹងនេះសម្រាប់មនុស្សហូបឬសម្រាប់ជ្រូកហូបហ្នឹងបាយផ្ទះស្រែរបស់ខ្ញុំគឺស្តង់ដារប៉ុណ្ណឹងស៊ីក៏ស៊ីមិនស៊ីក៏ហែកក្បាលទៅបាយនៅឯណាត្រជាក់អស់ហើយគ្មានសោះស្អីសោះលោកមិនបានទុករក្សាបាយឲ្យខ្ញុំទេថ្ងៃត្រង់ឯងវាចានបែកហើយថាមិនហូបខ្ញុំស្មានថាឯងមិនហូបបាយល្ងាចដែរឥឡូវនេះខ្ញុំចង់ហូបអស់ហើយគ្រឿងផ្សំគិតតាមក្បាលមនុស្សធ្វើរួចគឺអស់ហើយលោកចង់បង្អត់បាយឲ្យខ្ញុំស្លាប់ឬមិនស្លាប់ទេចាប់ពីថ្ងៃស្អែកទៅកន្លែងយើងអនុវត្តច្បាប់ថ្មីចង់ហូបបាយត្រូវធ្វើបាយថ្ងៃបាយល្ងាចត្រូវឆ្លើយតបនឹងទំហំការងារផ្សេងគ្នាធ្វើការងាររួចរាល់ទើបមានបាយហូបធ្វើមិនរួចនេះជាច្បាប់របស់ខ្ញុំអ្នកមិនធ្វើការគឺមិនបានហូបទេចាត់ទុកថាអញពូកែចុះចុះបាយព្រឹករបស់ខ្ញុំពុះវាឲ្យអស់ទៅពុះរួចទើបបានហូបបាយព្រឹកពិតណាស់ឥឡូវនេះវាជាបាយថ្ងៃត្រង់របស់អ្នកដែរហា
មើលឲ្យច្បាស់សឹមធ្វើទៅបើពុះមិនទាន់រួចមុនបាយថ្ងៃត្រង់ទេដល់ពេលបាយល្ងាចត្រូវធ្វើការផ្សេងថែមទៀតអញមិនធ្វើទៀតទេនេះជាការងារមនុស្សធ្វើមែនទេអញចង់ធ្វើបាបអញឲ្យស្លាប់មែនទេដើម្បីស៊ីដាច់លុយម៉ែអញមែនទេហត់ហើយមែនទេសុំមុខហើយហត់គឺត្រូវហើយបញ្ជាក់ថាខ្លាញ់របស់អ្នកកំពុងតែដុតរោចិត្តគោលដៅសម្រាប់15គីឡូមួយជំហានទៀតនេះជារឿងល្អហត់ហើយមែនទេសុំមុខហើយហត់គឺត្រូវហើយបញ្ជាក់ថាខ្លាញ់របស់អ្នកកំពុងតែដុតរោចិត្តគោលដៅសម្រាប់15គីឡូមួយជំហានទៀតហើយនេះជារឿងល្អនេះជាបាយថ្ងៃត្រង់របស់អ្នកថ្ងៃនេះហើយក៏ជាបាយល្ងាចរបស់អ្នកដែរបើអ្នកចង់មានបាយព្រឹកហូបនៅថ្ងៃស្អែកល្អបំផុតក្រោកឈរឡើងបន្តធ្វើឥឡូវនេះថ្ងៃក្រោយកុំមករកខ្ញុំទៀតឲ្យសោះបញ្ហាមកដល់ហើយគេរែកមិនរួចតតែសោះទឹកពីរធុងនោះបូកបញ្ចូលគ្នាយ៉ាងហោចណាស់ក៏35-40គីឡូដែរអញមិនធ្វើទេម៉ែអញលែងត្រូវកាញ់ហើយអញក៏ជាមនុស្សប្រុសអាក្រក់ដែរពួកអញសុទ្ធតែធ្វើបាបអញចាប់ផ្ដើមពីត្រឹមនេះទៅម្ដងរែកតិចបានហើយដើរច្រើនជាងបន្តិចទៅគ្មាននរណាកំណត់ថាអញត្រូវតែរែកពេញក្នុងម្ដងនោះទេម៉ែអញបញ្ជូនអញមកនេះមិនមែនលះបង់អញចង់ឲ្យអញរៀនចេះរបៀបក្រោកឈរដោយខ្លួនឯងក្រោកឈរឡើងរែកទឹកត្រឡប់ទៅវិញទៅឯងនឹងបានហូបបាយព្រឹកផ្លូវរែកទឹករបស់ហានជឿសៀនវែងឆ្ងាយនិងលំបាកខ្លាំងណាស់ពីជើងភ្នំឡើងមកដល់មុខផ្លូវភ្នំប្រវែងត្រឹមតែ500ម៉ែត្រគេបានឈប់សម្រាក7ទៅ8ដងគេធ្វើបានហើយគេធ្វើបានដោយសារសមត្ថភាពខ្លួនឯងនេះឲ្យខ្ញុំមែន